គ្រប់ប៉ុស្តិ៍ទូរទស្សន៍នៅសហរដ្ឋអាមេរិកមកដែលខ្ញុំកំពុងតែផ្សាយនេះបាទគឺមានការវិភាគច្រើនគឺពាក់ព័ន្ធនឹងសារព័ត៌មាន Washington Post បានបំបែករឿងនេះមុនគេថាសហរដ្ឋអាមេរិកគឺឥឡូវនេះកំពុងត្រៀមបញ្ជូនទាហានរាប់ពាន់អ្នកបន្ថែមទៀតហើយទៅតំបន់មជ្ឈមបូព៌ាក្នុងនោះមាននាវាចម្បាំង USS George W Bush ផងដែរដែលនៅក្នុងគ្រាន់តែនៅក្នុងលើនាវានឹងមួយគឺមានអ្នកធ្វើការទាហាននៅលើនឹង 6000 នាក់ហើយថែមទាំងមាននាវាចម្បាំងអមនាវាដឹកយន្តហោះនេះផងដែរអញ្ចឹងគឺសហរដ្ឋអាមេរិកកំពុងតែបញ្ជូនទៅបន្ថែមក្នុងខណៈពេលដែលទាហាននៅទីនោះមាន 50,000 អ្នកស្រាប់ទៅហើយក៏កំពុងតែចរចាជាមួយនឹងអ៊ីរ៉ង់ផងដែរបាទនេះគឺជាការវិវត្តថ្មីស្រឡាងហើយព័ត៌មានទី2នេះគឺទៅតែមុននេះបន្តិចដែរគឺព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបកប្រជាធិបតេយ្យបាទសមាជិកព្រឹទ្ធសភាមកពីខាងគណៈបកប្រជាធិបតេយ្យបានប៉ុនប៉ងជាលើកទី4ដើម្បីធ្វើសេចក្តីសម្រេចឃាត់លោកប្រធានាធិបតីមិនអោយប្រយុទ្ធនឹងប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែការប៉ុនប៉ងលើកទី4នេះបានបរាជ័យទៀតហើយដោយសារតែសមាជិកព្រឹទ្ធសភាគណៈបកសាធារណរដ្ឋបានបដិសេធចោលបាទហើយព័ត៌មានទី3នេះគឺបើតាមការប្រកាសតែមួយខាងទៅណាពីលោកប្រធានាធិបតី Donald Trump ថាចិនឥឡូវនេះបានសន្យាជាមួយនឹងលោកប្រធានាធិបតីថានឹងមិនបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ីរ៉ង់ទេពីព្រោះឲ្យប្រហែលថ្ងៃមុនមានព័ត៌មានលេចធ្លាយរបស់ក្រុមស៊ើបការសម្ងាត់ថាប្រទេសចិនកំពុងតែបញ្ជូនអាវុធជាពិសេសគឺប្រព័ន្ធការពារដែនអាកាសទៅឲ្យប្រទេសអ៊ីរ៉ង់ដោយបញ្ជូនទៅតាមប្រទេសទី3ដើម្បីធ្វើយ៉ាងណាកុំឲ្យគេតាមដានដឹងថាទៅពីប្រទេសចិនក៏ប៉ុន្តែនៅថ្ងៃនេះលោកតាមថាចិនបានសម្រេចថាលែងបញ្ជូនទៅវិញហើយព័ត៌មានទី4នេះគឺពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាបាទទាំងប្រទេសកម្ពុជាទាំងភាគីកម្ពុជាទាំងភាគីថៃបានបដិសេធនឹងព័ត៌មានដែលបានផ្សាយនៅក្នុងប្រទេសថៃនិងអ្នកប្រើប្រាស់បណ្ដាញសង្គមដែលថាកម្ពុជាបានស្នើឲ្យថៃបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់កម្ពុជាបានបដិសេធថាមិនមានការដូចនេះទេហើយខាងភាគីថៃក៏បានបដិសេធថាមិនមានរឿងនេះដែរថៃថែមទាំងស៊ើបអង្កេតរោគប្រភពអ្នកណាដែលបញ្ចេញព័ត៌មាននេះដែលធ្វើឲ្យមានការអាចនឹងមានការភ័ន្តច្រឡំបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះគឺជាព័ត៌មានពិស្ដារទី1ដែលខ្ញុំដកស្រង់ពីសារព័ត៌មានខ្លាំងច្បាស់ជាងគេគឺសារព័ត៌មាន Washington Post ណាខ្ញុំយកអត្ថបទ Washington Post បូកជាមួយនឹងសារព័ត៌មានផ្សេងទៀតផងដែរបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាសហរដ្ឋអាមេរិកឥឡូវនេះកំពុងត្រៀមបញ្ជូនកងកម្លាំងជាច្រើនពាន់នាក់បន្ថែមទៀតទៅតំបន់មជ្ឈមបូព៌ានេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីដែលសូមមិនបញ្ចេញឈ្មោះបាទក្នុងគណៈពេលដែលការចរចាកំពុងតែកើតមានឡើងហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអាចបញ្ចប់ចំនួនដែលមានរយៈពេលជាច្រើនសប្តាហ៍នេះសហរដ្ឋអាមេរិកពេលនេះក៏កំពុងតែពិចារណានេះបើយោងតាមកាសែត Washington Post ណាថាពេលនេះសហរដ្ឋអាមេរិកក៏កំពុងតែពិចារណាលើលទ្ធភាពនៃការវាយប្រហារបន្ថែមឬក៏ធ្វើប្រតិបត្តិការនៅលើដីប្រសិនបើបទជបាញ់លែងមានប្រសិទ្ធភាពបទជបាញ់ពីបច្ចុប្បន្ននេះណាលែងមានប្រសិទ្ធភាពនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកបានថ្លែងឲ្យទៅបានរាយការណ៍ដោយសារព័ត៌មាន Washington Post កងកម្លាំងដែលចល័តចូលទៅក្នុងតំបន់នោះរួមមានកងទ័ពប្រហែលជា 6000 នាក់នៅលើនាវាផ្ទុកយន្តហោះ USS George W Bush និងនាវាចម្បាំងជាច្រើនគ្រឿងដែលអមដំណើរនេះបើយោងតាមមន្ត្រីបច្ចុប្បន្ននិងអតីតមន្ត្រីមួយចំនួនដែលបាននិយាយក៏ប៉ុន្តែសូមក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកងកម្លាំងប្រហែលជា 4200 នាក់ផ្សេងទៀតបានទៅតាមក្រុមនាវាចម្លងទៅលើកមុនហើយបាទហើយនឹងកងម៉ារីនផងដែរគឺកងម៉ារីនបេសកកម្មទី11ដែលខ្ញុំបានផ្សាយជូនប្រហែលថ្ងៃមុនណាគឺចំនួន
4,200 នាក់ទៅមុនហើយក៏ប៉ុន្តែទៅមិនតដល់ទេគឺរំពឹងថានឹងទៅដល់តំបន់មជ្ឈមបូព៌ាគឺក្បែរប្រទេសអ៊ីរ៉ង់នៅចុងខែនេះហើយពួកចល័តទ័ពចេញពីជប៉ុនទៅនោះបាទនឹងទៅដល់ចុងខែនេះហើយការបន្ថែមកម្លាំងហាក់ដូចជានឹងបញ្ចូលគ្នាជាមួយនឹងកងនាវីចម្បាំងដែលមានស្រាប់នៅតំបន់មជ្ឈមបូព៌ាខណៈដែលបទឈប់បាញ់រយៈពេល2សប្តាហ៍ត្រូវបានកំណត់ថានឹងផុតនៅថ្ងៃទី22ខែមេសាបាទនឹងនៅពេលដែលយោធាសហរដ្ឋអាមេរិកកំពុងតែបិទច្រកពាណិជ្ជកម្ម Hormuz មិនឲ្យមានចរាចរណ៍ចេញចូលនោះទេហើយបើតាមការរៀបរាប់របស់សារព័ត៌មាន Washington Post ឲ្យដឹងថាទាហានដែលបញ្ជូនទៅនេះគឺនឹងទៅចូលរួមជាមួយនឹងទាហានរបស់សហរដ្ឋអាមេរិកដែលមានស្រាប់នៅក្នុងតំបន់នោះចំនួនប្រមាណជា 50,000 នាក់ដែលមានស្រាប់ទៅហើយដែលកំពុងតែចូលរួមនៅក្នុងប្រតិបត្តិការនោះពីតំបន់ផ្សេងប៉ុន្តែសម្ដៅទៅលើច្រកនៅក្នុងប្រទេសអ៊ីរ៉ង់ការមកដល់នៃនាវាចម្បាំងបន្ថែមនឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើអ៊ីរ៉ង់នឹងផ្ដល់ឲ្យឧត្តមនាវីនឹងផ្ដល់ឲ្យលោកនាយឧត្តមនាវី Brad Cooper គាត់ជាមេបញ្ជាការយុទ្ធភូមិភាគកណ្ដាលនៅជំរឿសបន្ថែមទៀតបាទដើម្បីក្នុងពេលដែលការចរចាជាមួយនឹងអ៊ីរ៉ង់កំពុងតែធ្វើហើយបើសិនជាការចរចានេះបរាជ័យគឺលោកអាចនឹងមានជំរឿសបន្ថែមក្នុងការចាត់ចែងកងកម្លាំងរបស់លោកនេះបើយោងតាមលោក James Forgo នាយឧត្តមនាវីកងទ័ពជើងទឹកដែលបានចូលនិវត្តន៍និងជាសាកលវិទ្យាធិការនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រសមុទ្រនៅភាគខាងជើងរដ្ឋ Virginia ដោយឡែកលោកស្រី Caroline Leavitt ដែលជាអ្នកនាំពាក្យសេតាវិមានវិញបានប្រាប់នាយកព័ត៌មានកាលពីថ្ងៃពុធនេះថាវាជាក់ស្ដែងណាស់ដែលអ៊ីរ៉ង់ត្រូវតែព្រមព្រៀងតាមការចង់បានរបស់លោកប្រធានាធិបតីដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ខ្លួនឯងដែលក្នុងនោះរួមមានការមិនឲ្យមានអាវុធនុយក្លេអ៊ែរហើយនឹងការបើកច្រកសមុទ្រពាណិជ្ជកម្ម Hormuz ឡើងវិញបាទនេះគឺជាសេចក្តីរាយការណ៍ដែល Washington Post បានរាយការណ៍ហើយ Washington Post បានរាយការណ៍លម្អិតបន្ថែមតែខ្ញុំសូមដកសងតែចំណុចសំខាន់ប៉ុណ្្នឹងទេនៅក្នុងការវិវត្តមួយទៀតគឺអ្នកសម្របសម្រួលជាន់ខ្ពស់ប៉ាគីស្ថានឥឡូវនេះបានអញ្ជើញទៅដល់ទីក្រុងតេហឺរ៉ង់ហើយទីក្រុងតេហឺរ៉ង់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះហើយអ្នកដែលដឹកនាំប្រតិភូចូលរួមនៅក្នុងក្បួនប្រតិភូជាន់ខ្ពស់ហ្នឹងក៏មានលោកសេនាប្រមុខដែលជាមេបញ្ជាការកងទ័ពកម្ពុជារបស់ប្រទេសប៉ាគីស្ថានហ្នឹងក៏ទៅដែរគឺលោក Shahid Asim Munir មកលោកឧត្តមសេនីយ៍ Munir ក៏លោកអញ្ជើញទៅដែរដើម្បីរៀបចំយ៉ាងណាឲ្យមានការចរចាដើម្បីពង្រឹងបទជបាញ់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលមានស័ព្ទនោះឲ្យវានៅបន្តទៀតបាទពីព្រោះវាទៅផុតនៅសប្តាហ៍ក្រោយនេះហើយលោក Ismail Bagheri អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃពុធនេះផងដែរថាអ៊ីរ៉ង់បានផ្លាស់ប្ដូរសារជាមួយនឹងសហរដ្ឋអាមេរិកជាប្រចាំដែរតាមរយៈប៉ាគីស្ថានចាប់តាំងពីការចរចាដំបូងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនោះណាមួយនៅឡើយទេកាលពីថ្ងៃអាទិត្យកន្លងមកនេះហើយភាគីទាំងពីរមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងណាមួយដើម្បីជួបប្រជុំគ្នាជុំទី2នៅឡើយទេលោកប្រធានាធិបតី Donald Trump បានប្រកាសម្សិលមិញថាការជួបប្រជុំជុំទី2នេះអាចនឹងកើតមានឡើងនៅក្នុងសប្តាហ៍នេះក៏ប៉ុន្តែខាងអ៊ីរ៉ង់ក៏ថាមិនទាន់ដល់ពេលដែលឯកភាពគ្នាថាជួបប្រជុំជុំទី2នឹងឬទេបាទហើយក៏មានព័ត៌មានដែលបញ្ជាក់ថាគឺភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងច្បាញ់នឹងជាអចិន្ត្រៃយ៍ដែរក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយពីខាងភាគីអ៊ីរ៉ង់នៅឡើយទេដោយឡែកអ្នកស្រី Caroline Leavitt ដែលជាអ្នកនាំពាក្យរបស់សេតាវិមានបានសម្ដែងនៅសុទិដ្ឋិនិយមអំពីការចរចាដែលនឹងកើតមានឡើងនេះលោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅសេតាវិមាននៅថ្ងៃនេះថាគឺយើងមានអារម្មណ៍ល្អអំពីទស្សនវិស័យនៃកិច្ចព្រមព្រៀងមួយដែលនឹងអាចសម្រេចបានដោយអ្នកស្រីបានបន្ថែមថាវាជាស្ដែងវាជាផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ប្រសិនបើបាទធ្វើតាមការចង់បានរបស់លោកប្រធានាធិបតីគឺបាទនេះគឺជាអ្វីដែលខាងសហរដ្ឋអាមេរិកចង់បានដោយដែលលោកប្រធានាធិបតីបាននិយាយទៀតគឺមិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេបាទអញ្ចឹងនេះគឺជាការវិវត្តមួយទៀតណាដែលកំពុងតែ
ការមានឡើងហើយព័ត៌មាននេះជាព័ត៌មានក្តៅនៅទូទាំងសហរដ្ឋអាមេរិកខ្ញុំជឿថាប្រភពដែលជាភាសាខ្មែរនៅកម្ពុជាបែបមិនទាន់បានផ្សាយទេពីព្រោះនៅទីនោះទៅព្រលឹមឡើងណាទៅព្រលឹមឡើងមកហើយនៅនេះគេកំពុងតែផ្សាយប្រហែលម៉ោងទៅហើយបាទ